ឃើញសេចក្តីត្រូវការខាងវិធានរបស់មនុស្សអាមែននេះជាចំណងជើងរបស់ខ្ញុំនៅមុននឹងចាប់ផ្ដើមចែកចាយព្រះបន្ទូលបងប្អូននៅទីនេះខ្ញុំសូមសួរមួយបងប្អូនធ្លាប់ធ្វើស្រែដែរទេធ្លាប់ណាបងប្អូនធ្លាប់ធ្វើស្រែប្រហែលជាបងប្អូនដឹងហើយថាពេលដែលយើងធ្វើស្រែពេលដែលយើងស្រូវចិត្តទុំយើងដឹងថាអូស្រូវចិត្តដល់ពេលប្រមូលផលហើយប៉ុន្តែបងប្អូនដែលធ្លាប់ធ្វើស្រែចម្ការប្រហែលជាបងប្អូនដឹងហើយថាវាមិនស្រួលទេពិបាកបាទយើងអត់និយាយវាច្រើនទេធ្វើស្រែយើងត្រូវការដកស្ទូងច្រូតណាមើលថែទាំយូរមែនទែនទើបយើងអាចទទួលបានផលវាមកបាទអញ្ចឹងពេលខ្លះយើងឃើញថាស្រូវទុំអូស្រូវទុំហើយយើងចាប់ផ្ដើមច្រូតពីស្រែមួយទៅស្រែមួយហើយពេលខ្លះទៅយើងច្រូតមិនទាន់ទេស្រូវនឹងចាប់ផ្ដើមទុំហើយបាក់កហើយក៏វាជ្រុះដែរវាចាប់ផ្ដើមជ្រុះនៅផ្លែរបស់វាដែលបានទុំនោះចំណុចទី1របស់ផងខ្ញុំគឺព្រះយេស៊ូវត្រូវការបំពេញបេសកកម្មរបស់ទ្រង់នៅក្នុងអត្ថបទខព្រះគម្ពីរយើងខ1នៅក្នុងខ1ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ផងព្រះអង្គអត់បានរងចាំក្នុងការដែលមនុស្សទៅរកព្រះអង្គហើយព្រះអង្គផ្ដល់ព្រះបន្ទូលឲ្យទេនៅក្នុងព្រះបន្ទូលបានប្រាប់យើងថាទ្រង់បានចេញទៅគ្រប់ទាំងស្រុកគ្រប់ទាំងភូមិហើយប្រកាសដំណឹងល្អអំពីសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៅដល់មនុស្សជាច្រើនដែលពួកគេត្រូវការហើយព្រះអង្គដែលទៅព្រះអង្គមិនមែនគ្រាន់តែព្យាបាលឲ្យគេបានជាទេព្រះអង្គបានទានអាហារឲ្យពួកគេបរិភោគបើសិនជាមើលនៅក្នុងព្រះគម្ពីរប្រាប់ថាអូមនុស្ស 4000 នាក់ 5000 នាក់អត់មានអីញ៉ាំព្រះអង្គបានផ្ដល់នំប៉័ងឲ្យពួកគេអាចបរិភោគបានគ្រប់គ្រាន់